ในนี้មានមុខម្ហូបប្លែកមាត់ទៀតឯងបងប្អូនចាធានាថាបងប្អូនមើលវីដេអូនេះហើយនឹងស្រក់ទឹកមាត់មិនខានទេចាអញ្ចឹងនេះខ្ញុំក៏សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាហើយថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនពីវិធីធ្វើឡាបសាច់គោចារសជាតិគឺជូរហឹរគឺថាញ៉ាំមួយម៉ាត់ទៅគឺជាប់ចិត្តតែម្ដងចាចំពោះវិធីធ្វើវិញបើសិនជាបងប្អូនចង់ដឹងថានាងខ្ញុំធ្វើយ៉ាងណាខ្លះសូមទៅតាមដានទស្សនាពីវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាដំបូងនឹងខ្ញុំមានសាច់គោម្ដុំធំអញ្ចឹងណាបងប្អូនចាសាច់គោនេះប្រហែលជា3ខាំកន្លះចាយើងយកមកចៀនចាមួយចំហៀងហ្នឹងគឺនឹងខ្ញុំចៀនរយៈពេល2នាទីចាសរុបទាំងអស់គឺ4នាទីបន្ទាប់ពីយើងចៀនសាច់គោហើយយើងទុកសាច់គោមួយឡែកសិនឥឡូវយើងចាប់ផ្ដើមមកហាន់ខ្ទឹមក្រហមចាបងប្អូនប្រើខ្ទឹមក្រហមតិចៗរបស់ខ្មែរយើងក៏បានដែរហើយចំណែកឯនេះគឺជាស្លឹកក្រូចចាស្លឹកក្រូចយើងយកមកកាត់ជាល្អិតតូចៗបងប្អូនចាបន្ទាប់ពីយើងហាន់សាច់ក្រករួចរាល់ហើយឥឡូវហ្នឹងយើងចាប់ផ្ដើមមកហាន់រំដេងចំពោះរំដេងហ្នឹងគឺយើងហាន់ស្ដើងបែបហ្នឹងហើយយើងយកទៅបុកឲ្យម៉ត់ណាបងប្អូនដើម្បីនៅពេលដែលយើងញ៉ាំទៅគឺជាតិចាយើងអត់ប៉ះរំដេងវាហាងហើយញ៉ាំអត់ឆ្ងាញ់ទេហើយចំណែកនេះវិញគឺជាសាច់គោដែលនាងខ្ញុំបានចៀនមុនហ្នឹងចាយើងយកមកហាន់ជាចំណិតស្ដើងបែបហ្នឹងមកបងប្អូនចាវិធីធ្វើឡាបមួយមុខនេះគឺមានរសជាតិឆ្ងាញ់មែនទែនហើយងាយលឿនណាបងប្អូនយើងធ្វើតែ10នាទីគឺបានញ៉ាំហើយចាំបន្ទាប់ពីយើងហាន់សាច់គោរបស់យើងហើយហ្នឹងគឺយើងយកមកដាក់នៅក្នុងចានធំមួយមកចាគ្រឿងដែលយើងបានត្រៀមទុកហ្នឹងគឺយើងយកមកដាក់ចូលនៅក្នុងនឹងទាំងអស់តែម្ដងចំពោះផ្នែកជីគឺនាងខ្ញុំប្រើជីរណាចាបងប្អូនចង់ប្រើជីអង្កាមក៏បានដែរឥឡូវយើងចាប់ផ្ដើមថែមគ្រឿងនាងខ្ញុំដាក់ស្ករសចំនួន1ស្លាបព្រាកាហ្វេកន្លះចាប៊ីចេងបន្តិចហើយទឹកត្រីហើយនឹងក្រូចឆ្មាចាចំពោះគ្រឿងទេសគឺបងប្អូនថែមថយទៅតាមចំណូលចិត្តណាចារសជាតិឡាបនេះគឺជូរចាជូរប្រៃហៀងមុតស្មើគ្នាយើងអត់យករសជាតិផ្អែមទេស្ករយើងគ្រាន់តែដាក់បន្តិចទេចាឥឡូវនេះយើងចាប់ផ្ដើមច្របល់គ្រឿងរបស់យើងទាំងអស់នោះឲ្យបានចូលគ្នាមកបងប្អូនចាឥឡូវជះក្លិនប្រៃនេះគឺថាអូឈ្ងុយមែនទែនមុខម្ហូបមួយមុខនេះបងប្អូនញ៉ាំមិនចេះតលាន់ទេចារត់តែញ៉ាំគឺរត់តែឆ្ងាញ់ចាឥឡូវនេះយើងចាប់ផ្ដើមថែមអង្ករលីងចាអង្ករលីងហ្នឹងគឺយើងយកអង្ករទៅលីងឲ្យឡើងក្រហមហើយយើងយកមកបុកឲ្យម៉ត់ចាយើងដាក់អង្ករលីងតាមចំណូលចិត្តណាមិនដាក់ច្រើនពេកចាបងប្អូនមើលល្មមឆ្ងាញ់មកនេះអូយតំណងមែនទែនចានឹងខ្ញុំគ្រាន់តែឃើញរូបភាពម្ដងទៀតនឹងគឺថាស្រក់ទឹកមាត់ហ្មងទៀតចាប់ប៉ុណ្ណឹងមកគឺរាល់ជាការស្រែកមុខម្ហូបមួយមុខនេះបងប្អូនចាញ៉ាំជុំគ្នាមួយបងប្អូនមួយគ្រួសារគឺថាអូយញ៉ាំប្រៃនិយាយគ្នាប្រដៅគឺឆ្ងាញ់មែនទែនចា៎នេះខ្ញុំសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀតចាអរគុណជំរាបលា